នឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីការជួសជុលកុំសៀវទឹកក្តៅប្រភេទនេះបងប្អូនសម្រាប់កុំសៀវទឹកក្តៅនេះចំណុះវា5លីត្រដែរហើយនៅខាងផ្នែកខាងលើវាមានបែបឲ្យយើងចុចនេះដើម្បីឲ្យវាចេញទឹកហើយនឹងវាមានចុចនៅលើប៊ូតុងនេះប៊ូតុងនេះក៏អាចចុចឲ្យចេញទឹកឲ្យហូរទឹកមកណាហើយប៊ូតុងខាងលើនេះក៏អាចចុចឲ្យវាចេញទឹកដែរក្នុងករណីប៊ូតុងនេះខូចយើងអាចប្រើចុចដោយដៃផ្ទាល់បានណាប៉ុន្តែវាមានឡុករបស់វាណានេះនៅពេលដែលយើងនេះក៏យើងចុចអានឹងមកហើយពេលយើងមិនប្រើយើងបិទនេះមកយើងចុចអត់កើតទេហើយសម្រាប់កំហូចវាផងដែរគឺឥឡូវជាមួយខ្ញុំដោតព្រីឲ្យបងប្អូនមើលណាបើយើងដោតមិនទាន់បានចុចផងវាចេញទឹកមកឯងអញ្ចឹងណាពេលអញ្ចឹងគឺយើងត្រូវជួសជុលបញ្ហារបស់វាគឺអញ្ចឹងមិនន័យថាវាយើងមិនទាន់បានចុចផងវាហូរទឹកមកខ្លួនឯងនឹងបងប្អូនសម្រាប់កំហូចបែបនេះគឺដំបូងឡើយខ្ញុំសន្និដ្ឋានទេណាអានេះជាការសន្និដ្ឋានប៉ុន្តែចាំមើលយើងទៅឆែកមើលទាំងអស់គ្នាខ្ញុំសន្និដ្ឋានគឺប៊ូតុងបញ្ជានេះវាមានបញ្ហាឬក៏ស៊ីគ្វីអេឡិចត្រូនិកនៅខាងក្នុងនេះវាមានបញ្ហាដែលវាភ្ជាប់ដោយអូតូធ្វើឲ្យម៉ូទ័រវាបូមចេញពីក្នុងនឹងមកបង្ហូរទឹកមកអញ្ចឹងបន្ទាប់ពីខ្ញុំបានដោះវាចេញមកក្រៅមកឃើញថាវាមានបតអេឡិចត្រូនិកនេះមួយហើយនឹងបតបញ្ជានៅខាងលើដែលបងប្អូនឃើញនៅក្នុងវីដេអូមុនហ្នឹងបងអានេះគឺជាបតអេឡិចត្រូនិកដែលប្រើសម្រាប់ control ទាំងបន្ទះកម្ដៅទាំង motor ណាហើយជាក់ស្ដែងយើងដោះមកយើងធ្វើការដោតព្រីវិទ្យាសាស្ត្រមើលជាមួយខ្ញុំដោតណានេះយើងដោតពឹបគឺ motor ធ្វើការតែម្ដងអញ្ចឹងនៅពេលនេះដែរខ្ញុំដោះអានេះចេញសិនណាខ្ញុំដោះអាស្នាប់ដែលស្នាប់ដែលយើងភ្ជាប់មកពីប៊ូតុងបញ្ជាណាហើយយើងដោតមើលទៀតណាខ្ញុំដោតមើលទៀតនេះដោតមើលទៀតទៅឃើញថាវាអត់មានធ្វើការទេណាដោតទៅឃើញថាវាអត់ធ្វើការទេអញ្ចឹងមានន័យថាដែលយើងត្រូវឆែកគឺអាកន្លែងនេះគឺយើងមិនបាច់ឆែកទេយើងទៅឆែកមើលមកពីលើវិញយើងឆែកមើលមកពីខាងលើផ្នែកខាងលើនោះវិញណាដើម្បីកុំឲ្យខាតពេលព្រោះជាក់ស្ដែងផ្នែកខាងនេះអាចជាអត់មានបញ្ហាទេដែលខ្ញុំប្រើពាក្យថាអាចហ្នឹងគឺរឿងអេឡិចត្រូនិករឿងឧបករណ៍អេឡិចត្រូនិកនេះមួយយើងអាចសន្និដ្ឋាន 100% ថាវាពិតជាខូចទេតើតើយើងធ្វើការវាស់អញ្ចឹងឥឡូវចាំមើលខ្ញុំធ្វើការដោះផ្នែកខាងមុខសិននេះបងប្អូនវិធីដោះគឺយើងដោះខ្ចៅ2នេះមួយខ្ចៅនេះមួយហើយនឹងខ្ចៅនេះមួយមកហើយយើងដកវាចេញមកអានេះដូចជាយើងត្រូវហូតមកក្រោមអញ្ចឹងណាហើយមានខ្ចៅ2នៅកន្លែងនេះសិនបងប្អូនដោះខ្ចៅ2កន្លែងនេះសិនមកចាំយើងហូតមកណានេះបន្ទាប់ពីយើងដោះខ្ចៅវាចេញអស់មកវាឃើញមានប៊ូតុងទី1គឺប៊ូតុងកន្លែងនេះណាបងប្អូនប៊ូតុងកន្លែងនេះគឺយើងអាចប្រើវិធីចុចបែបនេះក៏បានដែរពេលយើងរុញមាត់កែវមកយើងអាចចុចចេះអាចចុចអញ្ចឹងក៏បានហើយចុចខាងលើក៏បានប៉ុន្តែជាក់ស្ដែងខ្ញុំឃើញប្រទេសបតនេះវាមានបញ្ហាអត់ដឹងថាមានបញ្ហាហ្នឹងវាមកវល់ហេតុអីបានវាទៅជាខ្លោចអញ្ចឹងណាឥឡូវចាំមើលយើងដោះបតនឹងចេញមកក្រៅសិននេះបងប្អូនបន្ទាប់ពីយើងដោះមកចេញមកក្រៅមកឃើញថាមើលទៅលើទម្រង់នេះគឺមានការខ្លោចកន្លែងដែលបងប្អូនឃើញណាហើយសម្រាប់ក្នុងនេះដែរដូចជាអត់មានអីទេប៉ុន្តែអ្វីដែលខ្ញុំគិតអាចមកពីទឹកវាចូលវាឆ្លងទឹកវាចូលទៅធ្វើវាឲ្យវាប៉ះគ្នាណាជាក់ស្ដែងសម្រាប់បតដែលខ្ញុំបញ្ជាក់នេះដែរគឺវាមានកងតាក់2ហើយកងតាក់នេះបើយើងវាស់មើលណាវាអត់ជាប់ទេឃើញអានេះខ្ញុំដាក់សម្លេងទីហ្នឹងណាមកថាវាសម្លេងទីទេហើយបន្ទាប់មកខ្ញុំវាស់មើលណាអត់ជាស្រ័យដែរ data ខ្ញុំថតឯង
ឃើញអានេះមិនន័យថាវាអត់មានជាប់ទេប៉ុន្តែចេះតែបងប្អូនមកកលេចមើលកន្លែងនេះវិញកន្លែងនេះខ្ញុំវាអត់តន់ចុចទេប៉ុន្តែវាមានអូមមិនន័យថាវាឆ្លងកន្លែងនេះវាឆ្លងកន្លែងនេះយើងអត់តន់ចុចទេប៉ុន្តែមានអូមធៀបពិតគឺយើងត្រូវចុចចេះសិនយើងត្រូវចុចចេះសិនបានវាមានអូមបងប្អូនប៉ុន្តែនេះយើងមិនតន់ចុចផងវាមានស្រាប់អញ្ចឹងវិធីដែលយើងត្រូវធ្វើនៅពេលនេះគឺធ្វើការលាងសម្អាតកន្លែងនេះហើយយើងឆែកមើល circuit នេះសិនថាវាដាច់អត់ព្រោះខ្ញុំគិតថាវាអត់មានអីធ្ងន់ធ្ងរវាមានបញ្ហាតែកន្លែងហ្នឹងអញ្ចឹងណាអានេះយើងឃើញកំហុសផ្ទាល់ដោយមិនពិបាកក្នុងការឆែកទេយើងឆែកគ្រាន់តែឆែកដឹងថាចង់ដឹងថាកងតាក់នេះខូចឬក៏អត់អញ្ចឹងណាប៉ុន្តែកងតាក់នេះដូចជាអត់ខូចទេព្រោះវានៅចុចអីបានធម្មតាប៉ុន្តែអាហ្នឹងយើងមិនហ៊ានសន្និដ្ឋានទេចាំមើលយើងវាស់មើលសិនឥឡូវមុននឹងយើងវាស់យើងធ្វើការលាងសម្អាតវាសិនណាឥឡូវខ្ញុំសូមធ្វើការលាងសិនលាងសម្អាតមកឃើញថាវាខ្លោចខ្លាំងណាបងប្អូនវិធីដែលយើងអាចធ្វើបានគឺយើងធ្វើការតស៊ីគ្វីឡើងវិញប៉ុន្តែស៊ីគ្វីនេះយើងអត់ប្រើទេយើងធ្វើបដាច់ក្លែនឲ្យស្អាតមកវាឆ្លងរួចយើងសាបន្ទាប់ពីយើងសម្អាតទៅគឺយើងត្រូវបដាច់សៀម៉ានឹងចោលព្រោះដោយសារតែសៀម៉ានឹងវាងាយនឹងឆ្លងទៀតបន្ទាប់មកយើងធ្វើការភ្ជាប់ខ្សែខាងក្រៅអញ្ចឹងណាខ្ញុំថាទៀមធ្វើជាសៀម៉ាតាមពិតទៅខ្សែនេះគឺបើនិយាយទៅវាអត់ធន់នឹងកម្ដៅទេប៉ុន្តែដោយសារតែកងតាក់យើងនេះវានៅឆ្ងាយពីប្រទះកម្ដៅដែរអញ្ចឹងយើងប្រើត្រឹមខ្សែប៉ុណ្្នឹងវាអត់បញ្ហាអីទេនឹងបងប្អូនបន្ទាប់ពីយើងធ្វើការតភ្ជាប់អញ្ចឹងរួចហើយគឺយើងត្រូវតេស្តមើលម្ដងទៀតណាត្រូវតេស្តមើលគឺយើងត្រូវវាស់មើលសិនថាតើក្រោយពីយើងផ្សារខ្សែអញ្ចឹងហើយថាវានៅឆ្លងទៀតអត់ណាខ្ញុំគឺវាស់ដូចទៅតាមអ្វីដែរខ្ញុំវាស់អញ្ចឹងហើយអធិស្ឋានដែរបងប្អូនដោយសារតែខ្ញុំថតតែឯងអញ្ចឹងវាអាចជារឿងពិបាកមើលបន្តិចវីដេអូនេះឃើញថាឥឡូវវាអត់ឆ្លងទេណាឥឡូវវាអត់ឆ្លងទេនឹងយើងចាំបាច់ត្រូវលាងឲ្យស្អាតអញ្ចឹងហើយយើងតខ្សែអញ្ចឹងមកបានវាសុវត្ថិភាពបើខណៈយើងអត់តអញ្ចឹងទេវាងាយនឹងឆ្លងឡើងវិញទៀតនៅពេលដែលមានទឹកស្រកចូលណាឥឡូវបន្ទាប់ពីយើងនេះទៅហើយយើងផ្គុំវាចូលកុំតអាផ្គុំវាចូលនោះណាយើងផ្គុំវារួចយើងធ្វើការតេស្តមើលសិនណាមើលឥឡូវយើងដោតភ្លើងមើលទៅនេះដោតភ្លើងនេះយើងប្រាប់ដោតភ្លើងរួចយើងចាំមើលថាតើវាលើវាធ្វើការទៀតអត់ដូចជាអត់ទេឥឡូវនេះវាអត់ទេណាអញ្ចឹងខ្ញុំចុចមើលចុចปุ๊បម៉ូទ័រធ្វើការចុចปุ๊បម៉ូទ័រធ្វើការហើយចុចមួយទៀតនេះម៉ូទ័រធ្វើការអញ្ចឹងគឺជោគជ័យហើយយើងត្រូវគុំវាបញ្ចូលទៅក្នុងនឹងវិញរួចចាំយើងតេស្តគុំហើយឃើញថាវាដំណើរការធម្មតាឥឡូវខ្ញុំដោតព្រីអញ្ចឹងណាដោតព្រីវាលែងហូរទឹកមកខ្លួនឯងហើយតោះយើងចុចបានវាហូរហើយអានេះឃើញថាវាជោគជ័យសម្រាប់កំហុសរបស់កំសៀវនេះមានតែប៉ុណ្្នឹងឯង